ក្រុមហ៊ុន Facebook យល់ព្រមនៅក្នុងការសងសំណងរហូតដល់$18,000 លានទៅកាន់តុលាការពាក់ព័ន្ធជាមួយនឹងកម្មវិធីរបស់ខ្លួនដែលធ្វើឲ្យប៉ះពាល់ដល់កុមារនិងបណ្ដាលឲ្យពួកគេញៀននៅក្នុងការលេង Facebook Instagram ដកដៃមិនរួចលេងហើយលេងទៀត load notification ដែលមិនអាចឲ្យពួកគេបញ្ឈប់នៅក្នុងការលេងប្រព័ន្ធ social media បណ្ដាញសង្គមនេះបានទេកាលពីម្សិលមិញថ្ងៃទី26សីហានេះក្រុមហ៊ុន Meta ដែលមានដូចជា Facebook Instagram WhatsApp ជាដើមហ្នឹងបានយល់ព្រមនៅក្នុងការសងសំណងរហូតដល់$18,000 លានទៅកាន់តុលាការដែលបានធ្វើកិច្ចព្រមព្រៀងជាមួយនឹងរដ្ឋស្ទើរតែទាំងអស់តែម្ដងរបស់សហរដ្ឋអាមេរិកដើម្បីធ្វើការដោះស្រាយអះអាងថាខ្លួនពិតជាបានរចនាប្រព័ន្ធផ្សព្វផ្សាយបណ្ដាញសង្គមនឹងធ្វើឲ្យកុមារញៀនពិតប្រាកដមែនដូច្នេះហើយក្រុមហ៊ុន Meta នៅថ្ងៃទាំងមុខនឹងយល់ព្រមនៅក្នុងការកំណត់មុខងារដើម្បីឲ្យក្មេងៗជំទង់នឹងប្រើប្រាស់នៅក្នុងរយៈពេលត្រឹមតែ2ម៉ោងតែប៉ុណ្ណោះនៅក្នុងមួយថ្ងៃហើយនឹងរារាំងការប្រើប្រាស់ទាំងអស់តែម្ដងចាប់ពីម៉ោង12យប់រហូតដល់ម៉ោង6ព្រឹកបើសិនជាមិនមានការអនុញ្ញាតពីឪពុកម្ដាយរបស់ពួកគេនោះទេតើបងប្អូនយល់បែបណាដែរកុំភ្លេចបញ្ចេញមតិនៅខាងក្រោមវីដេអូនេះផងជួបជាមួយនឹងខ្ញុំលីហួននៅវីដេអូបន្តទៀត